Telegram គេខលមកក៏លឺគេឆាតមកក៏លោតតោះនេះមានវិធីជាដំបូងបងប្អូនចូល Telegram បន្ទាប់មកបងប្អូនចូលកន្លែង setting បន្ទាប់មកទៀតចុចកន្លែង notification នេះកន្លែងនេះបើសិនជាវាអត់បើសិនជាគេទេមកឬក៏គេឆាត់មកលោកវាលោតឡើងហ្នឹងហើយប៉ុន្តែខ្ញុំ recommend ឲ្យបងប្អូនចុចកន្លែង reset all notification នេះមកគឺវាដូចដើមហើយគេឆាតមកក៏លឺគេទេមកក៏លឺដែរអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមមួយចំណុចទៀតបងប្អូនបងប្អូនអរគ្នាអាសាតែគ្នា catch នៅក្នុង Telegram របស់គ្នាដើម្បីឲ្យ Telegram នេះវាដើរ smooth ចឹងសង្ឃឹមតែបងប្អូនជួយចុច subscribe channel របស់ខ្ញុំមួយដើម្បីបានវីដេអូចែករំលែកបន្តទៀតបាទសូមអរគុណ